សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិស្តីពីស្ថានភាពយោធិនខ្មែរ18រូបដែលប្រទេសថៃបន្តឃុំខ្លួនដើម្បីឆ្លើយតបទៅនឹងការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយនិងសាធារណជនជាច្រើនស្តីអំពីស្ថានភាពយោធិនខ្មែរចំនួន18រូបដែលប្រទេសថៃកំពុងបន្តឃុំឃាំងខ្លួនអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសូមផ្ដល់ព័ត៌មានបច្ចុប្បន្នភាពដូចតទៅអស់រយៈពេល127ថ្ងៃហើយគិតចាប់តាំងពីពេលយោធិនទាំង18រូបត្រូវបានចាប់ខ្លួនដោយខុសច្បាប់កាលពីថ្ងៃទី29ខែកក្កដាឆ្នាំ2025ដូចគ្នានេះដែរគឺអស់រយៈពេល127ថ្ងៃហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រានដើម្បីជំរុញយុទ្ធនាការទាមទារការដោះលែងយោធិនរបស់យើងទាំងអស់នេះតាមគ្រប់មធ្យោបាយការទូតដែលអាចធ្វើទៅបានរួមបញ្ចូលទាំងការតាក់ទងផ្ទាល់ជាមួយប្រទេសថៃការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុងតំបន់និងអន្តរជាតិនិងការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC ដែលរាជរដ្ឋាភិបាលបានបន្តតាក់ទងធ្វើការជាមួយយ៉ាងជិតស្និទ្ធតាំងពីដំបូងមកបានផ្ដល់ការគាំទ្រតាមទួលនីតិរបស់ខ្លួនក្នុងការធានាឲ្យយោធិនរបស់យើងដែលកំពុងស្ថិតក្នុងការឃុំខ្លួនទទួលបាននូវការគោរពសិទ្ធិស្របតាមច្បាប់មនុស្សធម៌អន្តរជាតិហើយក្រុមគ្រួសារទាំងអស់គ្នាក៏បានទទួលដំណឹងអំពីសុខទុក្ខរបស់ពួកគេជាប់ជាប្រចាំគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិក៏បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រការធ្វើមាតុភូមិនិវត្តន៍យោធិនទាំងអស់ផងដែររាជរដ្ឋាភិបាលកម្ពុជាបន្តផ្ដល់អាទិភាពខ្ពស់បំផុតដល់ការជំរុញការដោះលែងយោធិនទាំង18រូបរបស់យើងនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំអង្គការអន្តរជាតិក្រុមសង្គមស៊ីវិលនិងគ្រប់បុគ្គលទាំងអស់ដែលបានឈរជាមួយយើងក្នុងការអំពាវនាវឲ្យមានការដោះលែងយោធិនទាំង18រូបដោយគ្មានបង្អែបង្អង់និងគ្មានលក្ខខណ្ឌដោយមានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរថ្ងៃទី26ខែតុលាឆ្នាំ2025ថ្ងៃពុធ13កើតខែមករាឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី3ខែធ្នូឆ្នាំ2025